អ្នកម្ដាយហៃសូកងច័ន្ទស្រីមុំសុខចិត្តបោះបង់អាជីពពិធីកររត់ទៅវិបស្សនាកម្មដ្ឋានជាមួយស្វាមីទៅតែប្រកាសសពធ្វើពិធីការនីក្នុងកម្មវិធីស្រីហ្វាន់អ្នកម្ដាយហៃសូកងច័ន្ទស្រីមុំបានបណ្ដេញស្វាមីរបស់ខ្លួនទៅវិបស្សនាកម្មដ្ឋានរយៈពេល10ថ្ងៃរហូតធ្វើឲ្យអ្នកគាំទ្រជាច្រើនគិតថានាងមានបញ្ហាផ្លូវចិត្តកងច័ន្ទស្រីមុំគឺជាពិធីការនីល្បីឈ្មោះនៅក្នុងកម្មវិធីស្រីហ្វាន់មកទល់ពេលនេះមានរយៈពេលជាង4ឆ្នាំមកហើយដែលនាងធ្វើការនៅទីនោះកងច័ន្ទស្រីមុំបាននិយាយថាការចាក់ចែងរបស់នាងពីកម្មវិធីនោះគឺដោយសារតែមានទំនួលខុសត្រូវនិងការងារជាច្រើនចំពោះមុខនាងពិតជាមិនដេចចិត្តទេគ្រាន់តែប្រកាសសពពីកម្មវិធីនោះភ្លាមកងច័ន្ទស្រីមុំបានប្រកាសប្រាប់អ្នកគាំទ្ររបស់ខ្លួនថានាងនិងស្វាមីបានចូលរួមកម្មសិក្សាវិបស្សនាកម្មដ្ឋានរយៈពេល10ថ្ងៃដោយមានវិន័យនិងការអត់ធ្មត់នាងទទួលបាននូវសេចក្តីសុខសេចក្តីស្ងប់ស្ងាត់និងការយល់ដឹងថ្មីក្នុងចិត្តបន្ថែមនេះមិនមែនជាលើកទី1ទេដែលកងច័ន្ទស្រីមុំទៅវិបស្សនាជាស្ដែងកន្លងមកឲ្យតែទំនេរពីការងារនាងតែងតែទៅវិបស្សនាធ្វើឲ្យចិត្តស្ងប់ដោយមហាជនបានដឹងស្រាប់កងច័ន្ទស្រីមុំមានបញ្ហាសុខភាពញឹកញាប់ណាស់នាងត្រូវការពេលវេលាច្រើនដើម្បីរងាប់ចិត្តនិងធ្វើចិត្តឲ្យសប្បាយរីករាយ